គ្រាន់ហើយអញ្ចឹងបានខ្ញុំឲ្យសិក្សាអំពីការដកសញ្ជាតិអញ្ចឹងឲ្យណែឯងទៅជាជនជាតិថៃតែម្ដងទៅអញ្ចឹងបានខ្ញុំនិយាយម្ដងទៀតទៅអាដាមតារិទ្ធក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងយុតិធម៌គួរធ្វើព្រោះឥឡូវវាបានឈានដល់កម្រិតនោះដកសញ្ជាតិឯងចេញទៅព្រោះវាមានជាតិបរទេសហើយឲ្យជាតិខ្មែរទៀតហើយបើវាឈានទៅដល់ការខុបខិតជាមួយបរទេសក្បត់ជាតិឯងហើយតើវានៅជាតិខ្មែរទៀតតាមមាត្រា33នៃរដ្ឋធម្មនុញ្ញចែងថាប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិលោកហ៊ុនសែនចង់រំលោភរដ្ឋធម្មនុញ្ញដោយដកសញ្ជាតិខ្មែរពីជនជាតិខ្មែរដើម្បីយកទឹកដីខ្មែរឲ្យវៀតណាមរួចផ្ដល់សញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមវិញបើទោះក្បត់ជាតិត្រូវដកសញ្ជាតិខ្មែរគឺត្រូវដកសញ្ជាតិខ្មែរពីលោកហ៊ុនសែនមុនគេព្រោះលោកហ៊ុនសែនជាជនក្បត់ជាតិដែលបានកាត់ដែនសមុទ្រខ្មែរឲ្យវៀតណាមចំនួន30,000 គីឡូម៉ែត្រការ៉េតាមសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ1582ដែលធ្វើបាត់កោះត្រល់បាត់ចង្កំកោះក្រចកសេះនិងដាក់ដែនសមុទ្រម៉ែរួមជាមួយវៀតណាមចំនួន10,000 គីឡូម៉ែត្រការ៉េតាមសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ1982សម័យវៀតណាមត្រួតត្រាកម្ពុជានេះប្រទេសថៃបានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាមឆ្នាំ1997ដោយថៃយកដែនសមុទ្រខ្មែរចំនួន30,000 គីឡូម៉ែត្រការ៉េទៀតលោកហ៊ុនសែនបានចុះហត្ថខាងលើសន្ធិសញ្ញាព្រំដែនឆ្នាំ1983និងឆ្នាំ1985កាត់ដែនដីខ្មែរឲ្យវៀតណាមសម័យវៀតណាមគ្រប់គ្រងកម្ពុជាលោកហ៊ុនសែនបានបញ្ជាឲ្យលោកសុកអានកាត់ជ្រៀលកោះគុតឲ្យថៃនៅឆ្នាំ2001នេះបើយោងតាមផែនទីភ្ជាប់អនុសារណៈនៃការយោគយល់ឆ្នាំ2001អត្ថបទ MCMN